នៅក្នុងការប្រកួតជាមួយនឹងកម្មវិធីបាទ Dragon គុណខ្មែរគឺយើងមានសមាជិកភាពកីឡាករគឺច្រើនគូបាទហើយបងប្អូនយើងចង់ដឹងថាតើមានគូណាខ្លះបងប្អូនមកជ្រាបជាមួយនឹងការផ្ដល់ជូនជាមួយនឹងខ្ញុំបាទទាំងពីររូបដូចតទៅបាទអញ្ចឹងដំបូងនេះគឺផ្ដល់ទូនីតិបាទជូនទៅកាន់លោកពូត្រូលបាទផ្ដល់ជូនតាក់ទងទៅនឹងសមាជិកភាពនៃការប្រកួតគឺបាទ Foreman Tournament ដណ្ដើមជាមួយនឹងពាននៅក្នុងប្រភេទទម្ងន់57គីឡូក្រាមតោះយើងមាន4រូបអូខេឥឡូវខ្ញុំជម្រាបជូនទៅកាន់ពុកម៉ែបងប្អូនយើងតាក់ទងជាមួយនឹងគូដែលត្រូវជាមួយនឹងការដណ្ដើមពាននេះតែម្ដងយកលេខ1និងលេខ2បាទគឺមានកីឡាករ4រូបដែលមានឈ្មោះថាបាទកីឡាករទី1គឺ Ricky M អាគមនិងកីឡាករទី2ហ្នឹងគឺសុភាពបាទសុភ័ក្របាទហើយទី3នោះគឺមានឈ្មោះថាបាទពុកប៊ុនស៊ីនបាទហើយទី4នេះគឺមានឈ្មោះថារៀបវណ្ណដាទាំង4នេះបាទគឺនឹងត្រូវប៉ះគ្នាបាទមិនដឹងថាអ្នកណាប៉ះអ្នកណាទេពុកម៉ែបងប្អូនយើងគឺយើងត្រូវចាប់គូសិនណានឹងយើងត្រូវចាប់គូក៏ប៉ុន្តែបាទបើសិនជាចាប់គូហើយមានអ្នកឈ្នះបាទអ្នកឈ្នះទៅប៉ះអ្នកឈ្នះទៀតពុកម៉ែបងប្អូនយើងអ្នកឈ្នះទៅប៉ះអ្នកឈ្នះក្នុងថ្ងៃតែមួយបាទហើយអ្នកចាញ់គឺគាត់យើងសម្រាប់អត់បានបន្តជាមួយនឹងការប្រកួតទេគេយកតែអ្នកឈ្នះប៉ះជាមួយនឹងអ្នកឈ្នះដើម្បីទៅយកជាមួយនឹងពានមាសកិត្តិយសណាបាទលេខ1គឺបានពានលេខ2គឺបានប្រាក់លានបាទអញ្ចឹងយកតែ2អ្នកទេបាទគឺលេខ1និងលេខ2ចំណែកលេខ3និងលេខ4ហ្នឹងគឺអត់បានបន្តទៅមុខទៀតទេបាទអរគុណអញ្ចឹងគឺមានគឺថា4រូបបាទកីឡាកររបស់យើងណាហើយកីឡាករទាំង4រូបនេះគឺគីឡូគាត់ស្មើគ្នាតែម្ដងគឺ57គីឡូក្រាមបាទពួកគាត់វ័យណាគឺ3ទឹកពេញបាទ1ទឹក3នាទីសម្រាប់2នាទីប៉ុណ្ណេះអញ្ចឹងគឺ Ricky អេម៉ាគុំបាទសុភ័ក្រនិងពុកបាទប៊ុនស៊ីននិងកីឡាកររៀបបាទវណ្ណដាបាទគីឡូគឺ57គីឡូក្រាមការប្រកួតគឺយើងមានចំនួន3ទឹកក្នុង1ទឹកគឺមាន3នាទីសម្រាប់2នាទីយើងចូលមកកាន់គូជាបន្តគឺយើងគូមិត្តភាពអន្តរជាតិបាទគឺគូទី3វត្តមានរបស់កីឡាករចော့សវិនបាទចော့សវិនគុណខ្មែរនឹងត្រូវប៉ះតទល់ជាមួយនឹងកីឡាករមកពីប្រទេសចិនគេមានឈ្មោះថាលូជុនដុងបាទកីឡាករលូជុនដុងបាទមកពីប្រទេសចិនអញ្ចឹងគីឡូនេះគឺយើងប្រភេទទម្ងន់60គីឡូក្រាមបាទការប្រកួតគឺយើងមានចំនួន3ទឹកក្នុង1ទឹកគឺមាន3នាទីសម្រាប់2នាទីចំពោះយើងគូមិត្តភាពអន្តរជាតិគូទី3ចော့សវិនគុណខ្មែរនិងកីឡាករមកពីប្រទេសចិនយើងឈានចូលមកកាន់គូទី4ជាបន្តទៀតគឺវត្តមានកីឡាករគុណខ្មែររបស់យើងគេមានឈ្មោះថាមាសប៊ុនថេនបាទកីឡាករមាសប៊ុនថេននឹងត្រូវប៉ះតទល់ជាមួយនឹងកីឡាករមកពីប្រទេសអ៊ីរ៉ង់បាទអ៊ីរ៉ង់នេះគេមានឈ្មោះថាអាលីភីហ៊ូរ៉ានីបាទអាលីភីហ៊ូរ៉ានីបាទមកពីប្រទេសអ៊ីរ៉ង់អញ្ចឹងកីឡាករអ៊ីរ៉ង់សបូណាលោកពូត្រូលណាបាទឈ្មោះថាអាលីហើយកីឡាករឥណ្ឌាក៏សបូឈ្មោះនឹងដែរណាជនជាតិឥណ្ឌាណាបាទអញ្ចឹងធ្លាប់មើលរឿងបាហ៊ូបាលីហ៎បាទធ្លាប់មើលណាបាទរឿងបាទនឹងរឿងឥណ្ឌាណាបាទអ៊ីរ៉ង់ហ្នឹងក៏មានអាលីដែរណាបាទអរគុណនេះគឺជាយើងគូទី4យើងចូលមកកាន់គូបាទអញ្ចឹងមិញបញ្ជាក់បងប្អូនយើងគូទី4ហ្នឹងគឺយើងប្រកួតចំនួនបាទ3ទឹកបាទក្នុង1ទឹកគឺមាន3នាទីសម្រាប់2នាទីនៅក្នុងប្រភេទទម្ងន់57គីឡូក្រាមយើងចូលមកកាន់គូទី5ជាបន្តទៀតគឺវត្តមានកីឡាករឡាវចន្ទ្រាបាទឡាវចន្ទ្រាគាត់បាត់មកពីសៃវៀនថោនយើងគឺយូរឆ្នាំហើយណាបាទប៉ុន្តែគាត់ប្រកួតនៅសៃវៀនផ្សេងគឺគាត់មានវត្តមានគាត់ថាគាត់លួសមកលេងទឹកភ្លៀងនៅស្ថានីយ៍ទូរទស្សន៍ថោនយើងយូរឆ្នាំអញ្ចឹងណាឥឡូវនេះគឺយើងមានវត្តមានបាទអញ្ចឹងគាត់ក៏ជា legend ឬក៏ជា superstar គុណខ្មែរមួយរូបដែរណាឡាវចន្ទ្រាដូច្នេះគាត់នឹងត្រូវប៉ះតទល់ជាមួយនឹងកីឡាករមកពីប្រទេសបាទស្វីដិននេះគេមានឈ្មោះថា Emil Nasman បាទ Emil Nasman អញ្ចឹងប្រភេទទម្ងន់បាទណាត់ជោគនេះគឺគីឡូយើង
បាទ75គីឡូក្រាមបាទ75 ណាណាបាទ គីឡូធ្ងន់នោះលោកពូត្រូណា បាទ បាទអញ្ចឹងធឿនតារាគាត់ប្រកួតគីឡូយើង72 73ណាបាទស៊ុបស្តាយើងណាបាទហើយឡាយចន្ទ្រានេះគឺគាត់បាទគីឡូយើង75អញ្ចឹងធ្ងន់ណាស់ណា បាទធ្ងន់ជាងគីឡូធឿនធីរ៉ាបាទយើងគាត់ណា បាទយើងថែមទៅ5គីឡូឯទៀតទៅបាទ8បាទអរគុណអញ្ចឹងអ្នកទាំងពីរនេះគឺយើងគូទី5ប្រកួតចំនួន3ទឹកក្នុងមួយទឹកគឺមាន3នាទីសម្រាប់2នាទីណាបាទសង្ឃឹមថាការវិលត្រឡប់របស់កីឡាករឡាវចន្ទ្រាគាត់នៅតែធ្វើបានល្អដើម្បីគេថាប្រិមិត្តយើងទស្សនាទៅគឺគាត់សប្បាយចិត្តឬក៏ហូរកញ្ជ្រៀវទៅតាមក្បាច់នៃការប្រកួតរបស់កីឡាករឡាវចន្ទ្រាណាបាទព្រោះថាខ្ញុំក៏ជា fan របស់កីឡាករឡាវចន្ទ្រាតាំងពីក្មេងៗដែរកាលខ្ញុំនៅក្មេងៗខ្ញុំជួយមើលការប្រកួតរបស់គាត់ណាបាទយើងអាចនិយាយថាចំនួននោះគឺគាត់គឺជា superstar បាទគីឡូនៃការប្រកួតរបស់គាត់ណាចំនួននោះបាទហើយឡាវចន្ទ្រានេះហើយនឹងធឿនតារានេះគឺសុទ្ធតែជើងខ្លាំងណាបាទធ្លាប់ប៉ះគ្នាណាបាទអរគុណតោះឥឡូវគឺយើងបញ្ចប់ជាមួយនឹងគូទី5យើងចូលមកកាន់គូទី6នោះគឺជាគូយើងផ្ដល់ជូនវគ្គមុនគឺគាត់ដណ្ដើមពានណាបាទកីឡាករ4រូបគូទី1និងគូទី2គាត់ដណ្ដើមពាននោះយកអ្នកឈ្នះមកប៉ះគ្នានៅគូទី6បាទគូទី6អញ្ចឹងបានពានហ្នឹងគឺថាពានស្រស់ស្អាតខ្លាំងមែនទែនបាទអូបាទស្អាតណាស់បាទមិនដឹងថាបានទៅនៅណាទេបាទពាននេះពោមីណាលោកឌីវីតបាទគឺស្អាតមែនទែនបាទតិចបានទៅលើលោកពូត្រូលនេះអត់ដឹងដែរមកជួការបានលើខ្ញុំអញ្ចឹងណាបាទបើសិនជាកីឡាករទាំងអស់ហ្នឹងគឺគាត់ថាអត់យកទេសុកចិត្តឲ្យពូត្រូយកបាទបានមកខ្ញុំហើយ 100% ណាបាទគាត់បាយរួចគឺយើងសុំទៅសុំថនបានលើយើងបាទអរគុណអញ្ចឹងគឺយើងបន្ទាប់ពីចប់រកឃើញអ្នកឈ្នះបាទដណ្ដើមបានជាមួយនឹងពានឲ្យប្រាក់រង្វាន់រួចហើយគឺយើងចូលមកកាន់គូទី7ចុងក្រោយណាបាទទី7គូចុងក្រោយគឺគូឯកណាបាទដណ្ដើមខ្សែក្រវ៉ាត់តែម្ដងគូនេះណាបាទគូនេះគឺដណ្ដើមជាមួយនឹងខ្សែក្រវ៉ាត់នៅក្នុងប្រភេទទម្ងន់បាទ63.5បាទ63កន្លះបាទចឹងស្គាល់កីឡាករមឿនមេឃាទេបាទលោកពូត្រូលបាទអត់ស្គាល់មឿនមេឃាដោយអត់ស្គាល់សង្វៀនថោនចឹងខ្ញុំស្មានថាអត់ស្គាល់មឿនមេឃាដូចអត់ស្គាល់វិមានឯកអញ្ចឹងមឿនមេឃាខ្ញុំស្គាល់គាត់ត្រង់ថាកន្លែងនេះលោកឌីវីតកន្លែងណាដែរកន្លែងថាគាត់វ័យជាមួយជប៉ុនវ័យជាមួយនឹងកីឡាករជប៉ុនណាខ្ញុំអត់ទាន់ស្គាល់ខ្ញុំស្គាល់តែឈ្មោះទេបាទធ្លាប់ឮតែឈ្មោះណាបាទធ្លាប់ឮតែឈ្មោះក៏ប៉ុន្តែនៅពេលដែលគាត់បានប្រកួតជាមួយជប៉ុនបាទវ័យជប៉ុនឡើងសន្លប់តែម្ដងនៅពេលសន្លប់ណាគឺគាត់ហ្នឹងគេថាមនុស្សមានទឹកចិត្តណាគឺបីជប៉ុនចុះពីលើសង្វៀនទៅរកពេទ្យតែម្ដងពេលនោះកីឡាករជប៉ុនគឺគាត់របួសធ្ងន់ហ្នឹងហើយនិយាយថាគឺទាត់ខូចជើងណាហ្នឹងដល់ពេលអញ្ចឹងជប៉ុនគាត់ដាក់រួចអញ្ចឹងគឺកីឡាករយើងមានទឹកចិត្តកម្ពុជាយើងគឺបែបហ្នឹងណាបីកីឡាករជប៉ុនដើម្បីទៅកន្លែងលោកគ្រូពេទ្យឲ្យគាត់បាទជួយព្យាបាលជួយមើលអីចឹងណាបាទពេលហ្នឹងខ្ញុំគិតថាជុំកីឡាករខ្មែរមួយណាហ្នឹងក៏ចិត្តល្អម្លេះដល់ពេលទៅមើលឈ្មោះទៅមឿនមេឃាបាទកូនប្រុសលោកគ្រូអេបាទអរគុណចឹងគឺគូអាចនេះគឺកីឡាករមឿនមេឃាគាត់នឹងត្រូវប្រកួតដណ្ដើមជាមួយនឹងខ្សែក្រវ៉ាត់នៅក្នុងប្រភេទទម្ងន់ 63.5 គីឡូក្រាមអញ្ចឹងគឺប៉ះតទល់ជាមួយនឹងកីឡាករមកពីប្រទេសបាទអាចិនទីណាបាទអញ្ចឹងមកពីប្រទេសអាចិនទីណាណាកីឡាករនេះគឺគេមានឈ្មោះថាបាទឈ្មោះវែងអញ្ចឹងសូមមើលឲ្យច្បាស់ចាំវាស់ម៉ែត្រមើលសិនណាបាទវែងណាស់ឈ្មោះនេះបាទមួយបន្ទាត់ឯណោះបាទបាទកីឡាករអាចិនទីណាគេមានឈ្មោះថា Magos Wasabi Rios បាទ Magos Wasabi Rios បាទកីឡាករមកពីប្រទេសអាចិនទីណាយើងធ្លាប់ស្គាល់ហើយប្រទេសអាចិនទីណាទោះបីជាយើងមិនបានទៅក៏ធ្លាប់ស្គាល់តាមរយៈព័ត៌មានឬក៏បណ្ដាញ social media គេនិយាយតាក់ទងទៅនឹងប្រទេសអាចិនទីណាណាបាទភាគច្រើនប្រជាជនអាចិនទីណាហ្នឹងណាប្រុសណាគឺអាសាឃើញដុសពុកមាត់ហើយមួយទៀតឆ្អឹងគាត់ធំបាទបើឆ្អឹងធំម្លឹងមិនដឹងថាកីឡាករយើងយកឈ្នះអត់ណាបាទបកាយទាត់បាល់ទៀតបាទហ្នឹងខាងប្រទេសអាចិនទីណាណាបាទអាចិនទីណាអាសង់ទីនប្រេស៊ីលនេះបាទសតាបាទសតាបកាយជាមួយនឹងបាល់ទាត់ណាបាទអរគុណអញ្ចឹងសម្រាប់អ្នកទាំង
ពីនេះគឺយើងប្រកួតនៅក្នុងគូឯកបាទអញ្ចឹងការប្រកួតគឺមានចំនួន3ទឹកក្នុងមួយទឹកគឺមាន3នាទីសម្រាប់2នាទីបញ្ជាក់បងប្អូនជាងគឺប្រកួតដណ្ដើមខ្សែក្រវ៉ាត់បាទអញ្ចឹងបានខ្សែក្រវ៉ាត់ហើយក៏បានជាមួយនឹងប្រាក់លានហើយទោះបីជាលើ poster នេះមិនទាន់បង្ហាញជាមួយនឹងប្រាក់លានអញ្ចឹងណាបាទយើងក៏មិនទាន់នឹងនិយាយដែរដោយសារតែមិនទាន់បង្ហាញណាតែគឺមានប្រាក់លានជួការពេលខ្លះយើងត្រឹមតែ3-4លានក៏ប៉ុន្តែនៅពេលដែលម្ចាស់ឧបត្ថម្ភកាន់តែច្រើនវាអាចទៅដល់10-20លានក៏មានដែរហ្នឹងហើយបាទគឺកើនទ្វេដងប្រាក់ហ្នឹងហើយប្រាក់តម្លៃខ្លួនប្រាក់ឧបត្ថម្ភណាប្រាក់លើកទឹកចិត្តកំពុងតែប្រកួតហ្នឹងណាបាទអញ្ចឹងគឺមានច្រើនបាទអញ្ចឹងចាំបងប្អូនយើងតាមដានទាំងអស់គ្នាថាតើបានប្រមាណជាប្រាក់រង្វាន់ឬក៏ប្រាក់លើកទឹកចិត្តបន្ថែមអីចឹងណាពីគណៈអធិបតីអីចឹងទៅនោះឬក៏ពីម្ចាស់ sponsor នៅក្នុងកម្មវិធីអរគុណចឹងគឺមានតែអូតោះឥឡូវសូមវិភាគតាក់ទងទៅនឹងគូពីរគូចោះលោកពូត្រូលណាខ្ញុំសូមសួរលោកពូត្រូលតាក់ទងទៅនឹងកីឡាករឡាវចន្ទ្រាសិនណាចាំយើងវិភាគចូលទៅកាន់គូមើលមេឃីកីឡាករឡាវចន្ទ្រាប៉ះតទល់ជាមួយនឹងកីឡាករមកពីប្រទេសស្វីដិនបាទលោកពូត្រូលទាយមើលថាតើយកខាងណាដែរបាទយកឡាវចន្ទ្រាឬក៏យកកីឡាករមកពីក្រៅប្រទេសបាទអរគុណបាទសម្រាប់ខ្ញុំណាខ្ញុំធ្លាប់មើលការប្រកួតទាំងពីរតែម្ដងទាំងឡាវចន្ទ្រានិងបរទេសបាទខ្ញុំគិតថាកីឡាករឡាវចន្ទ្រាទូគាត់មិនសូវបានប្រកួតក៏ប៉ុន្តែទឹកដៃគាត់នៅតែល្អខ្ញុំគិតអញ្ចឹងណាបាទហើយអ្វីដែលពិសេសនោះខ្ញុំគិតថាឡាវចន្ទ្រាគឺផ្ដាច់កីឡាករបរទេសត្រឹមតែទឹកទី2គឺស្លាប់ដោយសារខ្ញុំធ្លាប់ឃើញកីឡាករបរទេសនេះប្រកួតដល់ពេលដែលគាត់ប្រកួតហ្នឹងគឺគាត់ប្រហែសនៅខាងក្រោមហើយឡាវចន្ទ្រាគឺគាត់ប្រកែណាខាងលួចឆ្មក់ពីក្រោមណាអញ្ចឹងគឺថាទឹកទី2អាចស្លាប់ប៉ុនឡាវចន្ទ្រានឹងសម្រាប់មតិខ្ញុំតតែម្ដងមតិរបស់លោកពូត្រូលគឺបាទឡាវចន្ទ្រាប៉ះជាមួយនឹងកីឡាករបរទេសបាទស្វីដិនណាស្វីដិនអេមីលណាស្មែនហ្នឹងគឺលោកពូត្រូលថាកីឡាករបរទេស200គឺស្លាប់ទឹក2បាទហ្នឹងហើយខ្ញុំតាមខ្ញុំមើលទៅគឺកីឡាករនេះបើខ្ញុំមើលណាពូត្រូលណាបាទអាចទឹក3បាទទឹក3វិញណាទឹក3អាហ្នឹងខ្ញុំណា3ស្លាប់ទឹក3គឺឡាវចន្ទ្រាស្លាប់ហីបាទអត់ទេបាទទឹក3ហ្នឹងគឺភាគរយនៃការស្លាប់ហ្នឹងគឺបរទេសគឺតែ50ទៀតអូខេជួនកាលគូនេះគឺយើងអាចឈ្នះបន្ទូកណាអាចកីឡាករឡាវចន្ទ្រាគឺគាត់ឈ្នះបន្ទូកទៅលើកីឡាករមកពីប្រទេសស្វីដិននេះតាមអារម្មណ៍របស់ខ្ញុំណាតែបើសិនជាឲ្យស្លាប់គឺខ្ញុំសុំតែ50ទេតែបើសិនជាស្លាប់ក៏បរទេសនេះគាត់អាចស្លាប់ទឹកយើងទឹក3បាទចឹងពូត្រូលយកទឹក2ខ្ញុំសុំទឹក3ហ្នឹងហើយអញ្ចឹងប្រិមិត្តយើងមិនដឹងថាទឹកប្រមាណទេណាទឹកប្រមាណទេបងប្អូនយើងជួយដាក់បន្ទុកផងបាទជួយផ្ដល់ជាគេថាមតិ comment ណាយកទឹកណាសម្រាប់គូឡាវចន្ទ្រាតោះឥឡូវគឺយើងចូលមកកាន់គូមើលមេឃាវិញម្ដងចំណាប់អារម្មណ៍របស់លោកពូត្រូលបាទគូមើលមេឃាប៉ះជាមួយនឹងកីឡាករអាร์เจนទីណានេះបាទអញ្ចឹងកីឡាករអាร์เจนទីណានេះគឺនៅលើ poster គឺស្ពីជាមួយនឹងខ្សែក្រវ៉ាត់ហ្នឹងគឺច្រើនគ្រឿងណាស់ខ្ញុំមើលទៅលើ poster admin ផ្សេងគាត់បានផុសតាក់ទងទៅនឹងកីឡាកររូបនេះខ្សែក្រវ៉ាត់5-6ខ្សែក្រវ៉ាត់ឯណោះបាទសំបីតែថតនៅក្នុងរូបនេះក៏មាន2នៅសងខាងដែរណាបាទនឹងលើ poster មាន2បាទតែក្រៅពីនឹងរូបពេញណានៅខាងក្រោមដៃនេះដៃឆ្វេងដៃស្ដាំនោះគឺមានពយួរឆ្វេងស្ដាំទៀតណោះស្ពីនឹងស្មាក្រវ៉ាត់នៅចង្កេះទៀតណាបាទអញ្ចឹងយើងអាចទាយថាខ្ទង់5-6ខ្សែក្រវ៉ាត់នោះច្រើនណាស់បាទហ្នឹងឬក៏អាចលើសពីនឹងទៀតយើងដឹងមិនទាន់ច្បាស់អញ្ចឹងណាតែយើងឃើញតាមរូបភាពគឺខ្ទង់ប៉ុណ្្នឹងណាអញ្ចឹងទាយមើលថាតើកីឡាករទាំងពីររូបនេះយើងខាងយើងជាអ្នកស្លប់ឬក៏ខាងគេអ្នកស្លប់បាទហើយបើសិនជាស្លប់ទឹកណាបាទសូមអារម្មណ៍តិចមើលបាទអារម្មណ៍របស់ខ្ញុំណាខ្ញុំគិតថាគូ2ហ្នឹងណាអត់មានអ្នកណាស្លប់ទេខ្ញុំគិតអញ្ចឹងណាដោយសារតែខ្ញុំឃើញថាបរទេសមានគាត់យ៉ាងល្អហើយខ្សែក្បាច់គាត់ក៏ច្រើនហើយចំណែកខ្មែរយើងក៏មិនអន់ក្បាច់គាត់ក៏សបោចឹងខ្ញុំគិតថាពីរហ្នឹងបើមិនស្មើក៏ឈ្នះដោយបន្ទុកអត់ស្លាប់ទេខ្ញុំគិតអញ្ចឹងទៅដើមខ្សែក្រវ៉ាត់គឺយើងត្រូវតែមានអ្នកឈ្នះទៅដើមខ្សែក្រវ៉ាត់គឺយើងត្រូវតែមានអ្នកឈ្នះអ្នកស្លាប់ណាបាទមាននិយាយទៅគឺมันអាចស្មើបន្ទុកទេដោយសារតែយើងទៅដើមជាមួយខ្សែក្រវ៉ាត់អូខេបាទអញ្ចឹងគឺត្រូវតែឈ្នះបន្ទុកឬក៏ឈ្នះដោយស្លាប់អញ្ចឹងសុំឈ្នះដោយបន្ទុកសិនឬក៏ឈ្នះដោយស្លាប់បាទខ្ញុំគិតថាស្មើគ្នាតែហ្មងបាទ
អូស បាទ មត្ថ គឺ ភាព ទៅ គឺ ស្មើ ស្មើ គ្នា គ្នា បាទ ណា អត់មានអ្នកណាស្លាប់អ្នកណាចាញ់ទេ ហឹម ព្រោះអីបរទេសក៏គេមិនអន់ដែរ តើដល់ពេល ធំណា យើ បាទ ងយើងប្រកួតដណ្ដើមខ្សែក្បាត់យើងត្រូវរកអ្នកឈ្នះអញ្ចឹងថាតើអ្នកណាមានសមត្ថភាពឈ្នះបាទ ហេបើចិត្តខ្ញុំឲ្យចង់ឲ្យឈ្នះណា បាទ ខ្ញុំចង់ កីឡាករ ឲ្យខ្មែរឈ្នះច្រើនជាង បាទ បាទខ្ញុំចង់ឲ្យខ្មែរឈ្នះណាមិនថាទឹកប្រមាណទេគឺចង់ឲ្យឈ្នះក៏ប៉ុន្តែបើសិនការវិភាគរបស់ខ្ញុំគឺថាស្មើគ្នា អូមានន័យថាសមត្ថភាពគឺប្រហែលគ្នាអញ្ចឹង ហ្នឹង ណា ហើយបាទ បាទប៉ុន្តែយើងប្រកួតដណ្ដើមខ្សែក្បាត់ហ្នឹងណា បាទ ទោះបីជាសមត្ថភាពរៀងប្រហែលគ្នាយ៉ាងណាក៏ដោយក៏អញ្ញាកដាលគាត់អ្នកដាក់បន្ទុកណាគឺគាត់ត្រូវតែរកអ្នកឈ្នះដើម្បីទៅក្រុងជាមួយនឹងខ្សែក្បាត់អានេះគឺសម្រាប់ការប្រកួតខ្សែក្បាត់អញ្ចឹងណាប៉ុន្តែសមត្ថភាពលោកពត្រូលទាយប្រហែលគ្នាអាហ្នឹងគឺយើងតាមចំណាប់អារម្មណ៍យើង បាទ ធ្លាប់មើលបដាល់ណាបាទប៉ុន្តែខ្ញុំនេះគឺខ្ញុំគិតថា50 ហ្នឹងមានន័យថាសមត្ថភាពខ្ញុំអាចគិតថាពួកគាត់ប្រហែលគ្នាប៉ុន្តែបើរឿងឈ្នះចាញ់ខ្ញុំអាចគិតថាសុំកីឡាករមុនមីឃី បាទ បាទសុំមុនមីឃីគាត់អាចនឹងឈ្នះដោយបន្ទុកណាបាទហ្នឹងហើយតែបើឈ្នះរឿងសន្លប់អាហ្នឹងគឺខ្ញុំអត់ទាន់ហ៊ានថាដែរ អត់ហ៊ានសន្និដ្ឋាន ដែរ បាទគេក៏មិនធម្មតាយើងក៏មិនធម្មតា សមត្ថភាពខ្ញុំមើលទៅគឺវាអាចប្រហែលគ្នាណាបាទយើងអាចនឹងឈ្នះទៅដោយបន្ទុកឬក៏បើសិនជាឈ្នះដោយសន្លប់ទៀតអាហ្នឹងគឺយើងរឹតតែមានគេឈ្មោះកាន់តែល្បីល្បាញលើសនឹងបន្ថែមទៀតព្រោះថាយើងប៉ះជាមួយនឹងជើងខ្លាំងបាទ តែឮថាមួយរយៈនេះមើលមេឃីដូចជាហាត់ខ្លាំងឬ បាទបង្ហាញ ឬតគ្នាណា បាទ បាទត្រៀមជាមួយនឹងកីឡាករបរទេសប្រហែលជាអាចភាគរយផ្ដួលបរទេសនឹងសន្លប់ខ្ញុំគិតណាបាទ បាទ តាមឮគេតែលើកឡើងថា បាទ មើលមេឃីនេះកំពុងតែត្រៀមគេថាសំលៀនក្បិតណាទទួល បរទេសចូលមកបាទ បុកហាត់ហើយបាទតែយើងប៉ះជាមួយជើងខ្លាំងហ្នឹងគឺ ណា មិនបណ្ដាច់បណ្ដោយទេបាទឪពុករបស់គាត់ហ្នឹងណាឬក៏ម្ដាយរបស់គាត់តែងតែបុកគេថាឲ្យកូនគាត់គឺប្រឹងហាត់ហើយណា បាទ អរគុណប្រិមិត្តបងប្អូនដែលកំពុងតែធ្វើការស្ដាប់នៅក្នុងកម្មវិធីរបស់ខ្ញុំបាទមានជាបាទមតិឬក៏មានជាយោបល់អីបាទចង់ comment បាទថាអូគូនេះសន្លប់ទឹកនេះគូនោះសន្លប់ទឹកណា បាទ ចឹងបងប្អូនយើងអាចផ្ដល់ជា comment នៅខាងក្រោមវីដេអូបានទាំងអស់គ្នាណាបាទអូខេអរគុណអញ្ចឹងយើងមានតែប៉ុណ្្នឹងទេសូមបញ្ជាក់ទីតាំងម្ដងទៀតគឺយើង ប្រកួតនៅថ្ងៃទី11បាទខែឧសភាឆ្នាំ2025ចាប់ពីម៉ោងយើង8យប់តទៅបាទទីតាំងគឺដីវាលក្បាលដំរី2ភូមិក្បាលដំរី2សង្កាត់កាកាបទី2ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបាទអរគុណអញ្ចឹងគឺយើងសូមផ្ដល់ជូនតាក់ទងទៅនឹងការប្រកួតកម្មវិធីបានត្រាកិនគុណខ្មែរគឺមានតែប៉ុណ្្នឹងទេបាទតោះយើងសូមសម្រាប់ណាផ្ដល់ជូនជំនួយការកំសាន្តរបស់ជម្រាបពីកម្មវិធីរបស់យើងជាបន្តបាទ